ខ្ញុំអ្នកកាលេងកន្ទ្រឹមខ្មែរបុកបានធ្ងន់សូត្រស្គរនឹងខ្លុយខ្មែរលេីឡំយុគនេះភូមិសបាយរំកន់សបាយរំកន់ត្រាដីខ្ញុំដើរចូលភូមិសំលេងភ្លេងខ្មែរកន្ទ្រឹមលាន់មិត្តភ័ក្តិហៅគ្នាមករំរិនជួយដល់សัตว์មន់សัตว์មាត់ឆ្កែសត្វទីមិនចង់បងរឿងតែខ្ញុំចូលចិត្តសបាយឮភ្លេងបុកបាសខ្លាំងទៅហើយបេះដូងដៃខ្ញុំជើងក៏រំញ័រស្គរបុកដៃក៏ញ័រភ្លេងត្រលាយសំលេងខ្លុយអ្នកភូមិគ្រប់គ្នារំជុំគ្នាមិនខ្វល់តែថ្ងៃស្អែកភូមិនេះខ្ញុំអ្នកកាងតែសប្បាយកាងតែការពារឲ្យភូមិនេះសើចសប្បាយគ្រប់គ្នាលេងបុករំរហូតភ្លេចខ្លួនដល់មេឃភ្លឺភូមិនេះខ្ញុំអ្នកកាសំលេងកន្ទ្រឹមលាន់ពេញវាខ្មែរយើងរំឲ្យផ្អើលភូមិយប់នេះសប្បាយមិនមានអ្នកឯកាក្មេងៗក្នុងភូមិគេសើចលេងហើយនៅជុំគ្នាចាស់គាត់នេះស្ដាប់លេងចាស់លេងស្គរបុកលាន់ដូចបេះដូងខ្មែរលេងខ្មែរភ្លេងខ្មែរលេងបាសឲ្យរំមិនឈប់សំលេងខ្លុយហៅឲ្យយើងមកចូលរំជុំគ្នាយកយើងបងកើតអនុស្សាវរីយ៍ភូមិនេះមានតែស្នាមញញឹមភូមិនេះខ្ញុំអ្នកកាងតែសប្បាយចូលរំជុំគ្នាយកដងសាវរីយ៍ភ្លេងខ្មែរលេងបាំងមានតែស្នាមញញឹមភូមិនេះខ្ញុំអ្នកកាងតែសប្បាយកាងតែការពារឲ្យភូមិនេះសើចសប្បាយគ្រប់គ្នាភ្លេងបុករំរហូតដល់ភ្លឺថ្ងៃភូមិនេះខ្ញុំអ្នកភូមិនេះខ្ញុំអ្នករត់ចង្ក្រាក់ដីរត់ចង្ក្រាក់ដីអើយបងប្អូនស្ដាប់បងបន្តិចថ្ងៃនេះបងមានរឿងមួយចង់ប្រាប់ថ្ងៃនេះបងមានរឿងមួយចង់ប្រាប់និយាយពីអាគុយកូនប្រុសក្នុងភូមិក៏ពេញភូមិមិនដែលស្ងប់ថ្ងៃខ្ញុំឃើញវារាល់ថ្ងៃនៅផ្សារភូមិមុខវាស្មោះដូចមនុស្សល្អតែចរិតវាគោខ្លាំងមែនតែនព្រឹកមួយអាគុយដើរទៅផ្សារឃើញក្មុំម្នាក់លក់នំអន់សមវាមើលនាងយូរដូចមនុស្សស្នេហ៍តែចុងក្រោយសួរអាចញ៉ាំបានទេអូយបងអើយស្ដាប់តែចង់សើចអូយបងអើយស្ដាប់ហើយចង់សើចអត់លុយណាហោបើតែចង់ញ៉ាំនំក្រមុំនោះសួរសងពេលណាអាគុយឆ្លើយថាពេលសុបិនមានលុយបើឲ្យខ្ញុំសើចពេលសុបិនមានលុយអាគុយអើយកំពុងក៏ប៉ាត់អ្នកភូមិសើចពេលឃើញមុខវាទៅណាមកណាក៏មានរឿងថ្មីអើយធ្វើឲ្យភូមិសើចមិនដែលស្ងប់ថ្ងៃមាត់វារលោងនិយាយលឿនណាស់បើមានប្រពន្ធថ្ងៃណាមួយប្រហែលនាងសើចរហូតឈឺពោះថ្ងៃមុនខ្ញុំឃើញអាគុយទៅស្រែនាំគោពីដើរតាមផ្លូវវាខ្ញុំគិតថាវាទៅធ្វើការពិតតែវាទៅដេកក្រោមដើមថ្នោតហានេះហើយអាគុយការងារមិនធ្វើតែសុំបន្ថមវានិយាយថាថ្ងៃណាខ្ញុំមានលុយនឹងទិញម៉ូតូជិះជុំភូមិអូយបងអើយខ្ញុំស្ដាប់ហើយសើចវាមានលុយតែក្នុងសោបិនថ្ងៃមុនខ្ចីខ្ញុំ3000រៀលរហូតដល់ថ្ងៃនេះនៅមិនទាន់សងណាដើកន្ទ្រឹមស្គរលាន់នំអ្នកភូមិរំជុំវិញឆាអាគុយឡើងរំកណាវារំមិនស្អាតតែធ្វើឲ្យគេសើមេភូមិនិយាយអើយកុំកូនអ្នកភូមិរាល់ថ្ងៃពេកអាគុយនោញឹមឆ្លើយយ៉ាងសាមញ្ញអាគុយនោញឹមឆ្លើយយ៉ាងសាមញ្ញខ្ញុំក៏តិចឲ្យភូមិសប្បាយបើភូមិគ្មានអាគុយមួយប្រហែលស្ងាត់ដូចវាទំនេរមានវាម្នាក់សើចចយរាល់ថ្ងៃអ្នកភូមិសប្បាយមិនដែលឯកាអាគុយអើយកំពុងក៏
ប្រចាំភូមិប្រាសាទព្រៃវែងគោតែបន្តិចឲ្យភូមិសបាយអើយសោយរាល់ថ្ងៃជាមួយអាគុយត្រឹមលេងស្រាកន្ត្រឹមចៅទៅដល់ចាំតាទីមេឃស្រឡះល្អក៏នឹកដល់ពោះម៉ាដកទូរស័ព្ទមកតែហៅភ្លាមដកទូរស័ព្ទមកតែហៅភ្លាមអាឡូសួស្ដីសំឡាញ់ចិត្តស្និទ្ធស្នេហ៍ទំនេរប៉ុន្មានអ្នកមកជួបជុំគ្នាមន់ដុតក៏មានត្រីអាំងក៏មានគ្រឿងក្លែមត្រៀមស្រាប់ដាក់លើតហើយណាគុំនៅបងអង្គគុំនៅយឺតយូរកាលឺសូរតែវិចាចង់ជួបមុខគ្នាផឹកអត់ពោះម៉ាបើផឹកមកឲ្យលឿនកុំធ្វើពន្យឺតចាំមើលតែផ្លូវផឹកអត់ពោះម៉ាកុំនៅគិតយូរពេកមកជួបគ្នាម្ដងរាំគិនត្រឹមផ្អើលភូមិផឹកដើម្បីសប្បាយកុំផឹកដើម្បីឆ្លុំផឹកដើម្បីរាប់អានចងមិត្តឲ្យជាប់មានទុកជួយគ្នាមានសុខใจរំលែងផឹកហើយរំកែកផឹកហើយរំកែកផឹកហើយរំកែកកុំភ្លេចក្បាច់កន្ទ្រឹមលើកកែវឡើងមកជុលមួយឲ្យពេញដៃសប្បាយឲ្យកប់គុំខ្វល់រឿងអ្វីស្អែកចាំគិតទៀតរឿងការងារជោគជ័យយប់នេះរាត្រីជាថ្ងៃពួកយើងផឹកអត់ពោះម៉ាបើផឹកមកឲ្យលឿនកុំធ្វើពន្យឺតចាំមើលតែផ្លូវផឹកអត់ពោះម៉ាកុំនៅគិតយូរពេកមកជួបគ្នាម្ដងរាំគិនត្រឹមផ្អើលភូមិច្រៀងផឹកប្រពន្ធដេញវាយចង្វាក់កន្ទ្រឹមលឿនកន្ត្រាអារម្មណ៍ថ្ងៃត្រង់រៀបទៀបសូរិយាជ្រេរកកន្លែងរែរកខ្លែមសាច់គោលើកដបស្រាបៀរស្រែកហូកញ្ជ្រៀវបបួលអាដេវអាដឿនមកជុំកែវទី1ថាផ្អែមដូចទឹកឃ្មុំកែវទី1ថែមដូចទឹកឃ្មុំកែវទី2ថាជុំគ្នាឲ្យសប្បាយកែវទី3ស្រវឹងរាយមាយចាប់ផ្ដើមនិយាយរឿងដើមប្រពន្ធអោផឹកកំពុងតែហោប្រពន្ធមកដល់ឈរមករបងកាន់ដំបងពុនដៃស្រែកជេរវងអញប្រាប់ឲ្យឈប់មិនក៏មិនរៀងមិនផឹកប្រពន្ធដេញវាយរត់ជន់កំប៉ុងធ្លាក់ទឹកប្រឡាយមិត្តភក្តិរត់បាត់បន្សល់តែរូបកាយរត់ឡើងចង់ស្លាប់ខ្លាចតែមេផ្ទះស្បែកជើងមកខាងនៅខាងទៀតបាត់បងរត់លឿនស្លែកដូចកម្មជ្រួចបាញ់មាត់ថាខ្លាំងណាស់មិនដែលចាញ់សាច់រឿងជាក់ស្ដែងរត់មុនគេបងអស់ប្រព
ពន្ធដេញពីក្រោយស្រែកថាអាពិនបើចាប់បានច្បាស់ជាដេកក្រៅមុងហឹកមិនដែលសល់លុយកាក់ក្នុងថងចាំមើលតែมองយប់នេះដឹងគ្នាអោផឹកផឹកផឹកកំពុងតែហូរប្រពន្ធមកដល់ឈរមករបងកាន់ដំបងពន្ធដៃស្រែកជេរវងវងអញប្រាប់ឲ្យឈប់មិនក៏មិនរៀងមិនផឹកផឹកផឹកប្រពន្ធដេញវាយរត់ជន់កំពុងធ្លាក់ទឹកប្រឡាយមិត្តភ័ក្តិរត់បាត់បន្សល់តែរូបកាយរត់ឡើងចង់ស្លាប់ខ្លាចតែមេផ្ទះរៀងហើយបងអើយឈប់ផឹកឲ្យស្រាខ្លាចអំណាចណាយភរិយាលើកខ្លាចឆ្មាំព្រៃលើកក្រោយសន្យាមិនឲ្យភរិយាហត់ដេញវាយដូចថ្ងៃនេះទៀតទេ